បានប៉អ៊ីមួយបាទក្រោមដើមស្នាយបងប្អូនបាទដេកសម្លឹងមើលទៅភ្លើងបងប្អូនបាទហើយសម្លឹងមើលទៅភ្លើងនេះគឺអត់មានអីទេបងប្អូនបាទគឺក្រៅពីដុតភ្លើងនិងអាំងត្រីបងប្អូនអាំងត្រីហើយត្រីសល់មួយបាទប្រាប់ម៉ែថាម៉ែកុំតន់ប្រឡាក់ត្រីនឹងហើយសម្លពីមុននោះបាទដែលអត់មានចំណងជើងនោះគឺខ្ញុំគ្រាន់តែភ្លក់ទេបាទភ្លក់សម្លម៉ែទេបងប្អូនព្រោះអត់ហូបបាយទេបាទគឺខ្ញុំភ្លក់ប៉ុន្តែអ្វីដែលខ្ញុំចង់ហូបគឺខ្ញុំហូបត្រីអាំងបាទហើយក៏ឃើញប៉អ៊ីម៉ែដាក់ក្រោមដើមស្នាយបាទដើមស្នាយក្រោយផ្ទះហ្នឹងក៏ចាប់ផ្ដើមម៉ែខ្ញុំចង់អាំងត្រីក្រោមដើមស្នាយម៉ែក៏ថាមានអីកូនអាំងទៅម៉ែទុកឲ្យមួយបាទទាញត្រីយូរ៉ាក្នុងវែងបងប្អូនមកអាំងបាទអាំងហើយភ្លើងក៏ឃើញឆេះល្អទេបងប្អូនហើយម៉ែដាក់ចានដែកចំណុចអីមកចានដែកចានជ័របាទជាថាចានដែកកុហកបំបត្តិអីសម្បត្តិហើយគឺបាទបែបនេះដែរគឺមានអារម្មណ៍មួយដូចអែមដែរបងអែមដែរបាទនៅក្រោយផ្ទះដើមស្នាយហ្នឹងបាទហើយក្រោយផ្ទះគឺយើងក្នុងផ្ទះយើងទេគឺយើងពាត់ដីបងពាត់យើងធ្វើជាសំណាញ់រៀបឥដ្ឋពាត់រៀបសំណាញ់រៀបឥដ្ឋចឹងណាបាទហើយមានប៉អ៊ីមួយដាក់ក្រុមដើមស្នាយបាទគឺអង្គុយអាំងត្រីបាទហើយសំខាន់គឺតិចបងប្អូនតិចមែនទែនបាទស្មើនេះគឺខ្ទង់ម៉ោងដូចជាម៉ោង12បងប្អូនម៉ោង12បាទម៉ោង12គឺមេឃមិនសូវបើថ្ងៃដែរបាទថ្ងៃនេះគឺអំណោយផលល្អមែនទែនបងប្អូនបាទរាល់ដងវាក្តៅមែនទែនបាទគឺនេះអត់សូវក្តៅទេបាទហើយអញ្ចឹងមានដេកបាទដេកអាំងត្រីបងប្អូនបាទអត់មានអីទៀតបាទដេកអូសមួយថ្ងៃអញ្ចឹងបាទមានដេកអាំងត្រីនៅក្រោយផ្ទះបដ ாய் ទៅបាទហើយក្រោយផ្ទះខ្ញុំបងក៏លេចឃើញទៅបាទគឺមានដើមស្នាយហើយកន្លែងភ្លុកភ្លើងខ្ញុំនេះគឺមានអីគេដើមម្នាស់បាទម្នាស់គឺតំណាំតំណោយច្រើនណាស់ហ្នឹងបងប្អូនធ្លាប់ដឹងហើយបាទនៅផ្ទះខ្ញុំគឺសម្បូរណាស់បាទហើយក៏ដូចជាបន្លែផ្កាច្រើនមែនទែនបងប្អូនបាទដូចជាបានឃើញនេះបាទគឺបន្លែដូចជាម្លុកបាទម្លុកស្បៃរឿងបាទហើយមានដើមខ្នោដូចជាស្រូវបាទស្រូវខាងនោះគឺស្រូវរបស់អ៊ំទេបាទគឺផើមបងប្អូនចេញផ្លែដាក់គ្រាប់បដាហើយបាទតែ2ខែទៀតគឺដល់2ខែតែ1ខែទៀតគឺម៉ែថាបានច្រូតហើយបាទហើយត្រីក៏មិនច្រើនដែរត្រីតែមួយទេបងប្អូនបាទប៉ុន្តែខ្ញុំចង់ដេកលេងនៅក្រោយផ្ទះអញ្ចឹងណាបាទហើយមានអារម្មណ៍មួយថាល្អប្រសើរជាងមុនណាព្រោះយើងធ្វើការនៅភ្នំពេញគឺមានអារម្មណ៍មួយដែលវា stress អញ្ចឹងណាបាទអញ្ចឹងគឺយើងបង្កើតអារម្មណ៍នៅខ្លួនឯងមួយបាទបង្កើតអីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ឲ្យស្រស់ស្រាយអញ្ចឹងណាបាទកុំឲ្យ stress កុំឲ្យអីអញ្ចឹងណាបាទអញ្ចឹងអត់មានអីក្រៅពីអាំងត្រីទេបាទអាំងត្រីក្រោយផ្ទះហើយណាមួយក្រោយផ្ទះយើងក៏វាមានបន្លែបកាក៏ដូចជាតំណាំតំណោចអញ្ចឹងបាទចឹងក៏មានអារម្មណ៍មួយថាគឺល្អដែរអែមបងប្អូនបាទមិនចាំទៅឆ្ងាយទេបាទតែក្រោយផ្ទះហ្នឹងយកអារម្មណ៍តាណាមិនអស់អារម្មណ៍ល្អឥឡូវតែរៀបរាប់រឿងអារម្មណ៍រៀបរាប់រឿងបន្លែបកាស្រូវតំណាំតំណោចបាទភ្លេចចូលសាច់រឿងបងប្អូននេះឥឡូវត្រីឆ្អិនហើយបាទត្រីចង្វាក្នុងវិញយើងគឺឆ្អិនហើយបងប្អូនបាទគឺយើងហូបជាមួយទឹកខ្មេះជាមួយម្ទេសក៏ដូចជាដំខ្ទឹមបាទខ្ទឹមសដាក់មកកាពើទៅហើយបាយមួយចានទៅហើយយើងមានស្លឹកចេកអីត្រឹមត្រូវណាបងដាក់លើប៉អ៊ីនឹងមកបាទហើយអង្គុយអាតុកឈើម៉ែមួយហ្នឹងបាទគឺអែមមែនតើបងប្អូនហើយបាទបងប្អូនកុំភ្លេចបាទសម្បត្តិគឺទៅហើយបាទបងប្អូនបាទទៅមែនតើហើយបាទគឺតែឯងក៏អាចហូបបានបាទតែឯងក៏អាចធ្វើវីដេអូបានដែរសម្បត្តិទៅមែនតើហើយអញ្ចឹងបងប្អូនបាទចង់ឃើញវីដេអូបែបស្រុកស្រែបាទចង់ឃើញវីដេអូបាទបែបលក្ខណៈធ្វើអារម្មណ៍យើងល្អបាទអញ្ចឹងបងប្អូនកុំភ្លេចបាទជួយបាទ comment លើកទឹកចិត្តក៏ដូចជា share វីដេអូសម្បត្តិណាបងប្អូនបាទហើយនឹងបងប្អូនដែលមិនទាន់ subscribe នោះគឺ subscribe បន្ថែមបងប្អូនបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំផលិតមាតិកាក៏ដូចជាវីដេអូបន្តទៀតដើម្បីចែកជូនបងប្អូនបាទចែកអារម្មណ៍មួយដែលល្អអញ្ចឹងណាបាទបាទបងប្អូនបើចង់បានអារម្មណ៍ដូចខ្ញុំបងប្អូនសាកទៅបាទវាមិនសម្លឹងមើលដើរទៅព្រៃណាបាទពេលវេលាតិចតួចអញ្ចឹងបាទយើងរវល់ធ្វើការងារអញ្ចឹងណាអញ្ចឹងបងប្អូនបើចង់បានអារម្មណ៍ដូចខ្ញុំបងប្អូនអាចសាកធ្វើដូចខ្ញុំបានបាទគឺសម្លឹងមើលក្រោយផ្ទះយើងបាទមានកន្លែងណាមានម្លប់ដើមស្វាយបាទដើមពពាលក៏ដូចជាដើមស្នៃដូចខ្ញុំអញ្ចឹងបាទអញ្ចឹងបងប្អូនអាចបាទឆ្នៃដូចខ្ញុំបានបាទចាប់ស្លឹកចេកតែមួយធាងមកបាទហើយនឹងតុកឈើមួយបាទដុតភ្លើងមកភ្នុកបាទបងប្អូនចង់អាំងសាច់ឬក៏ចង់អាំងប្រភេទជាបកងបកាបាទឲ្យបងប្អូនចង់អាំងបាទដូចជាត្រីស្រែត្រីអីបងប្អូនអាចធ្វើដូចខ្ញុំបានបាទខ្ញុំទៅត្រីមួយបងប្អូនត្រីមួយទទួលអារម្មណ៍មិនអស់អារម្មណ៍ល្អមិនអស់បងមកឃើញនៅក្រោយផ្ទះបាទមានតំណាំតំណោចបាទអំពៅផងមានពីងបែកមួយបាទហើយម៉ែក៏គាត់លួចសួរពីក្រោយឲ្យធ្វើអីកូនថាម៉ែខ្ញុំកំពុងតែទទួលអារម្មណ៍ល្អបងប្អូនឆ្ងល់ថាមិនក៏មិនហៅអ្នកម្ដាយមកហូបផងបាទត្រីតែមួយទេម៉ែថាហៅដែរបងប្អូនឆ្អិនហៅគាត់ថាអត់ទេម៉ែហូបបាយហើយម៉ែហូបទៀតគាត់ឲ្យហូបឲ្យចាស់កូនបាទហើយចង់បញ្ជាក់ថាទឹកជ្រលក់នេះគឺមិនមែនខ្ញុំអ្នកធ្វើទេគឺម៉ែគាត់ធ្វើឲ្យបាទទាំងស្លឹកចេកទាំងអីនេះគឺម៉ែខ្ញុំគាត់រៀបចំឲ្យទេបងប្អូនបាទរៀបចំឲ្យទាំងតបុតត្រីហ្នឹងបាទគាត់រៀបចំឲ្យកូនបាទហើយបងប្អូននេះឃើញទេបងតំណាំតំណោចគឺសបោមែនតើបងប្អូនបាទហើយមានខ្ញុំភ្លេចប្រាប់បងប្អូនបាទគឺឆ្អឹងពុះបាទគេហៅអីគេ
ប្រទាលឆ្អឹងពុះបាទប្រទាលហ្នឹងគឺយើងអាចយកត្រាំធ្វើជាថ្នាំបាទត្រាំជាមួយស្រាបាទស្រាសយើងហ្នឹងបាទធ្វើជាថ្នាំថ្នាំត្រជាក់ក៏ដូចជាថ្នាំរឹងដូងបាតអញ្ចឹងបងប្អូនបាទយើងអាចហូបបានបងប្អូនបានឃើញទេបាទពីដើមវីដេអូឃើញគិនកាមេរ៉ាបងប្អូនអាចសារបានបាទសារមើលទៅខ្ញុំបាត់ថាអីណាប្រទាលឆ្អឹងពុះបាទបងប្អូនបើត្រូវការប្រទាលឆ្អឹងពុះបាទនៅផ្ទះខ្ញុំសម្បូរតើបងប្អូនណាត្រូវការអីអាច comment អាចអីចឹងណាបាទខ្ញុំអាចចែកជូនបានខ្លះបានចឹងណាបងបាទតាមអាចធ្វើទៅបានចឹងណាបាទព្រោះផ្ទះខ្ញុំសម្បូរមិនថាមិនសម្បូរច្រើនទេដោយសារម៉ែគាត់ដាំឲ្យវាឡើងទៅលើអាដើមស្នាយនោះប៉ុន្តែវាអត់ឡើងបងប្អូនដោយសារធ្វើមិនដែរខ្ញុំអត់យល់ម៉ែគាត់ឆ្ងល់ថាមិនក៏វាមិនឡើងកូនតែខ្ញុំអត់ដឹងដែរម៉ែដល់ពេលយើងដាំឲ្យឡើងដើមស្នាយវាអត់ឡើងទេវាអត់យងចុះក្រោមវិញអាប្រទាឆ្អឹងពុះហ្នឹងហើយខ្ញុំសួរម៉ែថាអានឹងគេយកធ្វើអីម៉ែថានេះជាថ្នាំត្រជាក់ក៏ដូចជាថ្នាំឬដងបាតអីណាបងបាទឬដងបាតយើងត្រាំជាមួយស្រាទៅយើងហូបមួយកែមុនបាយអញ្ចឹងណាបាទហើយគឺសម្បូរបងប្អូនអាចមិនតង់ត្រូវការអីបងប្អូនអាច comment បានក៏ដូចជាសូមចែកខ្ញុំទៅបាទខ្ញុំអាចចែកជូនបានអញ្ចឹងបងប្អូនបាទមិនច្រើនទេបាទម្នាក់បន្តិចអញ្ចឹងណាបងប្អូនហើយបាទវីដេអូក៏គៀកទៅដល់ទីបញ្ចប់ដែរបាទហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូនបានឃើញទស្សនាវីដេអូខ្ញុំនេះហើយបាទគឺមានអារម្មណ៍ថាស្រស់ស្រាយបងប្អូនណាបាទធូរថយបាទពីការតានតឹងដូចជាពីការ stress ពីការងារអញ្ចឹងណាបាទហើយបាទកុំភ្លេចបងប្អូនបាទបើចង់ឃើញបាទវីដេអូបន្តទៀតកុំភ្លេចជួយបាទលើកទឹកចិត្តខ្ញុំបងមកតាមរយៈការ comment ក៏ដូចជាបាទពាក្យល្អៗមកបាទក៏ដូចជាការ share ក៏ដូចជាការមិនទាន់ subscribe អាច subscribe បាទជាការលើកទឹកចិត្តបាទធម្មតាទេអ្នកផលិតមាតិកាអ្នកផលិតវីដេអូបងប្អូនគឺចឹងហើយបាទមានត្រូវការអីក្រៅពីពាក្យល្អៗការ comment លើកទឹកចិត្តក៏ដូចជាការ subscribe បាទ subscribe បន្ថែមក៏ដូចជា share ទេបងប្អូនណា share like អីចឹងណាបាទមានប៉ុណ្្នឹងទេបាទអ្នកផលិតវីដេអូមានប៉ុណ្្នឹងបាទអរគុណច្រើនបងប្អូនបាទសម្រាប់ការទស្សនាវីដេអូបាទនិងការចំណាយពេលដ៏មានតម្លៃតាមដានវីដេអូរបស់ខ្ញុំបាទសូមឲ្យបងប្អូនជួបតែសុខភាពល្អទាំងអស់គ្នាបាយបាយជម្រាបលាអរគុណច្រើន